วิธีដាក់ក្របSIM ប្រភេទ haircut ពេលដែលយើងដាក់ហើយបើសិនជាមនុយនឹងអត់ pop up ឡើងមកទេយើងអាចចុចនៅក្នុង power នេះមួយជាប់មកក៏មកចុច emergency ចុចសញ្ញាផ្កាយជូនបងឡើយយើង select ទៅលើ mode setting យើងដូរយកមក TMSI loading សេរីតាម option ទាំងអស់ហ្នឹងមកចុច back យើងយក select carrier របស់ទូរស័ព្ទដែលជាប់ណាទូរស័ព្ទដែលជាប់របស់ក្រុមហ៊ុន T-Mobile អញ្ចឹងយើង select យក T-Mobile ដែរមកយក LTE មកព្រោះសុខខ្មែរយើង step on នៅលើ LTE រួចហើយយើងចុច save and run អូខេទូរស័ព្ទនឹងវានឹង active auto បន្តិចដល់មកយើងអាចបើក LTE បានចាំឡែកវាឡើងសេវាតមកយើងធ្វើការ active វាឲ្យវាជាប់ signal ល្អចូល setting ហើយចូល cellular SIM application តមកចុច load IPCC ចុច load IPCC ហើយចុច sub វាសាប់វានឹង load មក activation script អញ្ចឹងយើងធ្វើការ continue ចុច use cellular connection ចុចហើយយើងចុច back ឲ្យជាប់ទាញតម្លាក់មកកន្លែង software update ហ្នឹងហើយចុច lock screen បិទចោលទៅចាំមកស្ទុះវា load ឲ្យ acceptចុច accept រួចរាល់ signal ហ្នឹងគឺជាប់ល្អ